លោកជំទាវដិតនីតាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា WCAD បានចូលរួមចំណែកជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន$279 លានដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង2កណ្ដាលសញ្ញា1លាននាក់គិតចាប់ពីឆ្នាំ2017មកការថ្លែងនេះបានធ្វើឡើងខណៈដែលលោកជំទាវដិតនីតាប្រធានក្រុមប្រឹក្សាភិបាល CMA បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនិងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ Water Credit Partner Meeting ក្រោមប្រធានបទ Flowing Together Financing Sustainable Solution for Water and Sanitation នៅថ្ងៃទី16 ខែកញ្ញាឆ្នាំ2025នេះទីក្រុងម៉ានីលប្រទេសហ្វីលីពីនតំណាងរាជរដ្ឋាភិបាលនាយកតកតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ក៏បានទៅចូលរួមកិច្ចប្រជុំនេះផងដែរកិច្ចប្រជុំដែលបានរៀបចំឡើងដោយអង្គការ Water.org ក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាតនិងអនាម័យ WCAD ក៏ដូចជាចែករំលែកនៅចំណេះដឹងបទពិសោធន៍ល្អៗព្រមទាំងឧត្តមមានវត្តពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCADកិច្ចប្រជុំដដែលនេះក៏នឹងផ្ដល់កាលានុវត្តភាពដ៏ល្អដល់សិក្ខាកាមដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះនិងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងស្វែងយល់អំពីនិន្នាការនិងឱកាសនានាសម្ដៅធានាបាននៅការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យចំពោះប្រជាពលរដ្ឋនៅសហគមន៍បានកាន់តែល្អប្រសើរលោកជំទាវដិតនីតាក្នុងសន្ទរកថាបានលើកឡើងពីផលជះជាវិជ្ជមានក៏ដូចជាការចូលរួមចំណែកដ៏សំខាន់របស់គម្រោង WCAD ក្នុងកិច្ចការជំរុញលទ្ធភាពទទួលបានឥណទានសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលលោកជំទាវបានមានប្រសាសន៍ថាចាប់តាំងពីគម្រោង WCAD បានផ្ដួចផ្ដើមឡើងតាំងពីដំណាក់កាលសាក់លបងក្នុងឆ្នាំ2017រហូតដល់ការដាក់ឲ្យអនុវត្តយ៉ាងពេញលេញគម្រោងនេះបានចូលរួមចំណែកជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន$279 លានដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង2កណ្ដាលសញ្ញា1លាននាក់ជាមួយនឹងឥណទានសរុបជាង468,000 កណនីលោកជំទាវនៅបានរំលេចដែរថាគម្រោង WCAD មិនត្រឹមតែជាផលិតផលឬសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែគម្រោងនេះគឺជាស្ពានចម្លងសម្រាប់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុខុមាលភាពល្អប្រសើរអនាម័យការអប់រំនិងឱកាសដែលយើងអាចឃើញផលជះទាំងនេះនៅប្រទេសកម្ពុជាសូមបញ្ជាក់ថាគម្រោងឥណទានទឹកស្អាតនិងអនាម័យ WCAD ដែលជាគំនិតផ្ដួចផ្ដើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងទទួលបានការគាំទ្រថវិកាពីអង្គការ Water.org មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការជំរុញនៅលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាតនិងអនាម័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅតំបន់ដាច់ស្រយាល